តាក់ទងទៅនឹងបុគ្គលដែរចាបុគ្គលដែលគាត់ពិបាកនៅក្នុងការស្វែងរកការងារចាចាឬមួយក៏គាត់ចង់ឡើងតំណែងឬក៏ផ្លាស់ប្ដូរទៅការងារដែលល្អជាងមុនតើលោកស្រីអាចដឹងថាបញ្ហាប្រឈមរបស់គាត់ដោយសារតែគាត់អត់មានលទ្ធភាពនៅក្នុងការអភិវឌ្ឍខ្លួនគាត់ឬមួយក៏យ៉ាងណាដែរបានជាការដែលយើងស្វែងរកការងារឬក៏ចង់ផ្លាស់ប្ដូរការងារឲ្យល្អជាងមុនហ្នឹងនៅតែជាបញ្ហាសម្រាប់គាត់តើមូលហេតុអ្វីដែរចាចាបញ្ហាអភិវឌ្ឍជំនាញបុគ្គលចាដើម្បីស្វែងរកឱកាសការងារដែលល្អជាងមុនចាបើយើងក៏លេចទៅបរិបទយើងធ្វើការព្រោះយើងថាយើងចេញមកពីដំបូងធ្វើការគេដូចគ្នាអញ្ចឹងពេលដែលយើងធ្វើការឲ្យគេហើយក្នុងនាមយើងជា manager ក៏ដោយយើងមានក្រុមការងារមានផែនការការងារអញ្ចឹងខ្ញុំមានអារម្មណ៍ថាម្នាក់ៗគឺរវល់ណាស់ហើយភាគច្រើនបរៀនផ្ទាល់បានន័យថាការងារយើងក្នុងវិស័យហ្នឹងមានតែយើងចេះច្រើនជាងគេដែរអញ្ចឹងយើងបរៀនរបៀបថា on the job training ចាហើយបុគ្គលិកនឹងទៀតសោតពេលខ្លះគាត់ចាត់ចែងពេលវេលាគាត់8ម៉ោងមកធ្វើការហ្នឹងសឹងតែមិនមានពេលឲ្យខ្លួនឯងអញ្ចឹងទៅផ្ទះវិញគឺពេលវេលាផ្ទះហ่ะរបៀបអញ្ចឹងណាតទៅពេលព្រលឹមឡើងបានមកដល់កន្លែងធ្វើការវិញគឺធ្វើការ1 2 3អញ្ចឹងណាចាអញ្ចឹងខ្ញុំគិតថាត្រូវគិតទាំងអស់គ្នាចង់និយាយថាទោះបីយើងជាម្ចាស់ក្រុមហ៊ុនសំទោសយើងជួលគេមកយើងត្រូវគិតថា career path ទៅមុខទៀតយ៉ាងម៉េចមិនថាសម្រាប់គេចេញទៅក្រុមហ៊ុនក្រៅទេសម្រាប់ក្រុមហ៊ុនយើងផ្ទាល់នឹងក៏ដោយបើសិនជាគេអាចថាអភិវឌ្ឍជំនាញគេក៏អាចធ្វើឲ្យយើងបានការងារច្រើនជាងមុនផលិតផលមកក្រុមហ៊ុនយើងវិញអញ្ចឹងណាតែខ្ញុំក៏កលេចឃើញមួយជ្រុងទៀតដែរពេលខ្លះក្រុមហ៊ុនឲ្យរៀនហើយបុគ្គលិកហ្នឹងគាត់ហាក់ដូចជាមិនចាប់ឱកាសចាគាត់រៀនហាក់ដូចជាបានតែរៀនហើយគាត់មិនយកចិត្តទុកដាក់ឬក៏ជាការទំនាក់ទំនងមួយពីខាងក្រុមហ៊ុនមកវិញថារៀនទៅបានអីឬក៏គាត់គិតថាវាគុណតម្លៃនៃការរៀនយ៉ាងម៉េចចាអញ្ចឹងពីអ្នកបុគ្គលិកគេទៅនេះទោះបីជាក្រុមហ៊ុនមិនទាន់រៀបចំកម្មវិធីឲ្យបានត្រឹមត្រូវថាមួយឆ្នាំមានរៀនប្រហែលដងក៏ដោយបើគាត់ស្វះស្វែងក៏គាត់អាចមានចំណេះដឹងថ្មីដែរហើយការងារពេលដែលយើងទៅសម្ភាសចង់និយាយថាគេចម្រាញ់សូម្បីតែរើសតាម agency ដោយពួកខ្ញុំក៏ដោយមិនមែនបានន័យថាគេចេះតែយកទេអញ្ចឹង 70% 80% ជាប់ដូចថាធ្វើបានចាទៅបានគេសម្រិតសម្រាំងយកទៅបរៀនថែមទៀតឲ្យធ្វើអញ្ចឹងបើសិនជាគាត់មិនប្រឹងខ្លួនឯងហើយក្រុមហ៊ុនខ្លួនឯងមិនរៀបចំចាត់ចែងឲ្យទេអានឹងគឺចង់និយាយថាឡើងកម្មជាដើមនេះអាជីពហ្នឹងណាគឺពិបាកហើយនឹងចំណាយពេលចាតែគាត់ថារៀនយើងចំណាយលុយចារៀនចំណាយលុយហ្នឹងហើយ